ជំរាបសួរ ខ្ញុំឈ្មោះ អាន គីមជា ជានិស្សិតឆ្នាំទី 3 ជំនាញអក្សរសាស្ត្រអង់គ្លេស ជំនាន់ទី 19 នៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង សប្តាហ៍ថ្ងៃនេះ ខ្ញុំជានិស្សិតអាហារូបករណ៍ដែលកំពុងតែផ្លាស់ប្ដូរការសិក្សានៅក្នុងប្រទេសអ៊ីតាលីរយៈពេល 5 ខែនៅសាកលវិទ្យាល័យ Sanio ដែលស្ថិតក្រោមគម្រោង Erasmus+ របស់សហភាពអឺរ៉ុប ខ្ញុំពិតជាមានអារម្មណ៍ថាត្រេកអរចំពោះសមិទ្ធផលដែលទទួលបានពីការដាក់ពាក្យ ដោយឡែកការដាក់ពាក្យនេះបែងចែកជាពីរដំណាក់កាល គឺដំណាក់កាលរៀបចំឯកសារផ្សេងៗដែលអាហារូបករណ៍តម្រូវ និងដំណាក់កាលប្រឡងប្រជែងជ្រើសរើសជ័យលាភី ដែលត្រូវបានឆ្លងកាត់ការវាយតម្លៃពីការិយាល័យទំនាក់ទំនងអន្តរជាតិនិងសាធារណៈ ដែលជាហេតុធ្វើឲ្យខ្ញុំបានមកសិក្សារៀនសូត្រនៅក្នុងប្រទេសអ៊ីតាលី ទទួលបានចំណេះដឹងថ្មីៗ ស្វែងយល់ពីវប្បធម៌នៅក្នុងប្រទេសអ៊ីតាលី ស្វែងយល់ពីការសម្របខ្លួនក្នុងការរស់នៅកន្លែងថ្មី និងជួបមនុស្សថ្មីៗជាដើម ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់និស្សិតទាំងអស់ឲ្យចូលរួមដាក់ពាក្យ ព្រោះថាវាជាឱកាសពិសេសសម្រាប់ឲ្យនិស្សិតទាំងអស់អាចទទួលបាននូវបទពិសោធន៍ថ្មីៗក្នុងការផ្លាស់ប្ដូរការសិក្សានៅក្នុងប្រទេសដែលស្ថិតក្នុងសហភាពអឺរ៉ុប និងទទួលបានការអប់រំដែលមានស្តង់ដារ ជាចុងក្រោយ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យជាតិបាត់ដំបង លោកគ្រូអ្នកគ្រូដែលតែងតែផ្ដល់ដំបូន្មានល្អៗ និងសូមអរគុណទៅដល់ការិយាល័យទំនាក់ទំនងអន្តរជាតិនិងសាធារណៈដែលបានជួយសម្របសម្រួលក្នុងការពិនិត្យឯកសារដូចជា Learning Agreement ជាដើម ការស្នើសុំទិដ្ឋាការ និងការសម្របសម្រួលផ្សេងៗដែលពាក់ព័ន្ធនឹងអាហារូបករណ៍នេះផងដែរ